អាមេរិកដឹកពូជជ្រូកនិងទឹកកាមគោក្របីចូលទីផ្សាររបស់ចិននេះបើយោងតាមការផ្សាយចេញពីអង្គភាព Reuters នៅថ្ងៃទី22 ខែឧសភានេះបានឲ្យដឹងថាជ្រូករបស់វិជ្ជបណ្ឌិត My Lemon ដែលជ្រូកនីមួយៗមានតម្លៃចន្លោះពី $2,500 ទៅ $5,000 ត្រូវបានគេសន្មតថានៅលើយន្តហោះដឹកឆ្ពោះទៅទីក្រុង Hangzhou ប្រទេសចិនផ្ទុយទៅវិញមនុស្សជាច្រើនបានទៅកន្លែងសត្វឃាតក្នុងរដ្ឋ Indiana ក្នុងតម្លៃតិចជាង$200ក្នុងជ្រូកមួយក្បាលបន្ទាប់ពីអ្នកទិញចិនបានលុបចោលការទិញក្នុងរយៈពេលមួយសប្តាហ៍នៅប្រទេសចិនស្របពេលកំពុងសងសឹកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិកប្រទេសចិនគឺជាអ្នកនាំចូលដ៏ធំបំផុតនៃជ្រូកចិញ្ចឹមរបស់អាមេរិកនិងសម្ភារៈសែនបសុសត្វផ្សេងទៀតដូចជាទឹកកាមគោក្របីទីផ្សារនាំចេញពិសេសដែលរកកម្រៃទាំងនេះបាននិងកំពុងកើនឡើងប៉ុន្តែត្រូវបានស្ងួតហួតហែងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump បានចាប់ផ្ដើមសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងទោះបីជាទីក្រុង Washington និងទីក្រុងប៉េកាំងបានយល់ព្រមផ្អាកការយកពន្ធពីសប្តាហ៍មុនក៏ដោយក៏អ្នកនាំចេញបានទទូចថាគោលនយោបាយពាណិជ្ជកម្មដែលមិនអាចទីទុកជាមុនបានរបស់លោកត្រាំបានបណ្ដាលឲ្យក្រុមហ៊ុនរបស់ពួកគេខូចខាតរយៈពេលវែងហើយអាចលើកទឹកចិត្តប្រទេសចិននិងអ្នកទិញសំខាន់ផ្សេងទៀតឲ្យងាកទៅរកគូប្រជែងបរទេសដូចជាប្រទេសដាណឺម៉ាកយ៉ាងណាក៏ដោយលោក Lemon ដែលជាពេទ្យសត្វរដ្ឋ Indiana និងជាម្ចាស់កសិដ្ឋានបានលក់ជ្រូកទូទាំងពិភពលោករយៈពេលជាង30ឆ្នាំមកហើយលោកបានចំណាយពេលជាង1ឆ្នាំដើម្បីធ្វើការលក់ជ្រូកពូជចំនួន$2.4 លានទៅប្រទេសចិនលោកបានកត់សម្គាល់ថាពួកវាត្រូវបានសង្កត់យ៉ាងយកចិត្តទុកដាក់សម្រាប់សុខភាពល្អទំហំនិងខ្លាញ់ខ្ពស់ដែលនាំឲ្យមានសាច់មានរសជាតិយ៉ាងសម្បូរបែបនិងទន់ល្មើយពេលចម្អិន